รถยนต์ซีรีส์ទំនើបរបស់ហោកញ៉ាដល់ល្បីឈ្មោះម្នាក់គឺត្រូវបានក្រុមក្មេងទំនើងដែលជិះដេញវៃទៅលើយុវជន3នាក់ដែលបណ្ដាលឲ្យជ្រុលចង្កូតមុខចំពីមុខយ៉ាងពេញទំហឹងដែលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្ដងមកជួយនិយាយអើយមើលគ្រូខ្មែរមើលគ្រូខ្មែរវិញអរិយទៅពេទ្យខ្ញុំអត់មានលុយអត់មានលុយទៅពេទ្យអត់មានលុយទេខ្ញុំនិយាយប្រាប់អត់ទេអញ្ចឹងទៅគ្រូខ្មែរវិញបាទខ្ញុំសុំអាឡូណាមីងចាអូនចាអញ្ចឹងណាមីងអត់ទៅគាត់ទៅពេទ្យទេមីងហ៎អត់ទៅពេទ្យទេនេះខ្ញុំកូនមួយចង់ការរួចទេនៅពេទ្យខ្ញុំអស់បង5000ឥឡូវមកទៀតខ្ញុំមានខ្លួនទេអូមីងឥឡូវមកបុកឡានទំនើបគេទៀតមីងនេះតម្លៃរាប់លានដុល្លារឡានទំនើបនេះប្ររយទៀតមីងអត់ដឹងទេអូនអើយឥឡូវមិនអែមកមីងអើយមីងបាទហើយមិនដែរអូនមិនមកបុកឡានគេអូគេជិះដេញណាយឃើញបន្តពីក្រោយតែវាភ័យវាអូណៃមានដាក់ដប់ទេមែនណែខ្ញុំអត់អូណៃជិះពីក្រោយនេះបាទរឿងយប់មួយខ្ញុំអត់ដប់មកអូហើយណាមួយម៉ូតូខ្ញុំមកថាខ្ញុំដប់ខ្ញុំអត់ដប់ទេបាទនៅផ្ទះរបត់ប៉ាអត់ទៅដល់រួចទេខ្ញុំจะប្រាក់គេបាន5000ហើយធ្វើបាច់បានអីសងគេទៅមិញអើយឡានគេរាប់មើលរាប់លានចាឡានយកខ្ញុំទៅណាយកទៅអូយមកដល់ថ្នាក់ហ្នឹងឯងមិញមកដល់ថ្នាក់ហ្នឹងអត់ទេចាំមើលសិនទៅពីព្រោះម្ចាស់ឡានក៏គាត់មានចិត្តធေါ်ដែរបាទថ្នាក់ហ្នឹងឯងមិញណាគាត់មានចិត្តធေါ်ដែរគាត់បារម្ភពីសុខភាពរបស់ខាងបងប្អូននេះជាងមិញអីទេមិញចាស់ឡានគាត់រៀងស្រួលទេមិញគាត់ស្រួលអីទេគាត់តែដើរលេងយប់ចឹងមិញណាគាត់ដើរទេអូនគាត់ធ្វើការគាត់ខ្ញុំបានគាត់ជួយខ្ញុំមកទឹក4-10ម៉ឺនមើលប្អូនខ្ញុំមិនដឹងថាគាត់ចាញ់មកទេងាយមិញគាត់បើកលុយថ្ងៃសៅរ៍គាត់ឲ្យខ្ញុំ10រៀលគាត់ជាបាក់ចូលទៀតខ្ញុំមានលុយ10000អូអញ្ចឹងបើឡានគេហត់អត់ទៀតបើសិនជាគេឲ្យសងចាឡានយកខ្ញុំទៅណាយកទៅខ្ញុំអូចាបាទទឹកចិត្តម្ដាយណាខ្ញុំទៅតាមមួយថ្ងៃបានប្រហែល30000ហើយបើពួកគាត់ចាំខ្ញុំទៅណាទៀតទៅបាទណាមីងបាទឥឡូវមកបុកឡានទំនើបគេតម្លៃរាប់លានណាមីងអើយមីងឥឡូវណាមីងអត់ឲ្យគាត់ទៅពេទ្យទេណាមីងអញ្ចឹងណាខ្ញុំអត់មានលុយទេអូនអើយខ្ញុំមានទេខ្ញុំពួតទៅហើយខ្ញុំឥឡូវបញ្ជូនទៅគ្រូខ្មែរមិនចឹងណាមីងអើយជើងយើងមិនថាជឿគ្រូខ្មែរវាជឿឯងប៉ុន្តែគាត់នេះវាបាក់ជើងឥឡូវហ្នឹងហ៎ខ្ញុំអត់មានសក្តិភាពទៅពេទ្យទេអូនអើយខ្ញុំមួយទៅមួយកន្លែងហើយខ្ញុំអត់សក្តិភាពហើយខ្ញុំអត់មានណាចាំទេខ្ញុំចាស់ហើយខ្ញុំថាគាត់ចាំខ្ញុំទៅណាទេបាទណាមីងអើយណាមីងក្មួយជាអ្នកអាសាព័ត៌មានទេក្មួយអត់ដឹងថាត្រូវជួយណាមីងបានដោយរបៀបណាទេជា3នាក់បាទចុំហេតុដៃចេញមកពីណាវិញមកខាងនោះវិញតែលោកមិនញ័រដៃញ័រជើងទៅពេទ្យអីចុកខាងវិញហ្នឹងចុកឯងចុះហេតុអីមិនទៅពេទ្យអូនឡានទៅបានហ្នឹងអូអញ្ចឹងមានអ្នកទៀតរបួសធំធ្ងន់អញ្ចឹងអូលងញាក់ហ្មងហើយមិនជិះមកបុកឡានគេអូនគេដេញវៃហើយទៅធ្វើអីគេមិនគេដេញវៃផងខ្ញុំមិនឲ្យស្គាល់គេដែរគេកាត់សាយហ្នឹងមិនដឹងណាបាទម្ដាយគេម្ដាយយើងប្រិមិត្តកូនដើរលេងយប់ជិះម៉ូតូមកបុកឡានទំនើបគេតម្លៃរាប់លានដុល្លារប្រិមិត្តនេះរយនេះមានថោកណាប្រិមិត្តហើយម្ដាយនោះគឺធ្វើការសំណងផងបាទហើយកូនមួយនោះថាទៅតែអស់ប្រហែល1000បាទ4-5000ហើយទៀតបាទប្រិមិត្តហើយឥឡូវនេះមកទទួលដំណឹងថាកូនបាទដប់គ្នាជិះមកបុកឡានទំនើបគេដេញគ្នាដេញអីមកនេះប្រិមិត្តបាទនេះហើយមានថោកណាបាទនេះឡានទំនើបបាទរយបាទកម្ពុជាបូហ្វមីស្ទ័ររងការខូចខាតផ្នែកខាងមុខឯងមានថោកទេប្រិមិត្តអស់មានតិចទេបាទយើងមើលទៅបាទយើងប៉ាន់ស្មានមើលទៅប្រិមិត្តអស់ប្រហែលខ្ញុំមានអ្នកជួសជុលឡានខ្ញុំអត់ដឹងទេហើយឡាននេះដឹងតែតម្លៃកប់ពពកឯងប្រិមិត្តបងប្អូនប្រុសថា2នាក់ជិះម៉ូតូអាមួយគ្រឿងតែត្រូវបានមានគេដេញតាមពីក្រោយហ្នឹងបាទមិនដឹងថាជាការពិតឬមួយជាកត់ច្រើនដោះសារឬមួយក៏យ៉ាងម៉េចយើងមិនទាន់អាចបញ្ជាក់ប្រិមិត្តបាននៅឡើយនោះទេបាទនេះគ្រាន់តែជាការអាងនឹងការរៀបរាប់របស់គាត់តែប៉ុណ្ណោះអាជិះមកបុកទៅលើរថយន្តសេរីទំនើបប្ររយខាងលើនេះចំផ្នែកខាងមុខយ៉ាងពេញទំហឹងដែលបណ្ដាលឲ្យបែកហៀបប្រេងដោយមិនអាចបន្តដំណើរទៅមុខទៀតបានទេប្រិមិត្តបងប្អូនបាទឥឡូវអំពុលទុកទៅដល់ម្ដាយនេះឥឡូវមកបុកជាមួយនឹងរថយន្តគេសេរីទំនើបតម្លៃលានដុល្លារតែម្ដងប្រិមិត្តដោយព្រះបានឃើញចាក់ស្ដែងហើយមិនដឹងថាធ្វើអស់តម្លៃប៉ុន្មានទេឡាននេះឥឡូវយកអីមកសងគេនេះប្រិមិត្តឥឡូវរបួសធ្ងន់ម្នាក់ដឹកទៅពេទ្យមុនហើយជនថងសៃនេះមានគ្នាប្រហែលអ្នកដេញអូនមកហ្នឹងពីម៉ូតូគ្នា4នាក់ពីម៉ូតូគ្នា4នាក់នេះហើយណៃមកបុកឡានគេតម្លៃរាប់លានអូនអើយនេះបញ្ហាកូនមួយមិនតន់ចប់ឥឡូវចូលមកដល់កូនមួយទៀតបងប្អូនឃើញទេបាទ
បាទអំពលទុកទៅដល់ឪពុកម្ដាយបាទដើរលេងយកប្រលប់បាទហើយនេះបើតាមការបញ្ជាក់និងការរៀបរាប់របស់គាត់ថាគាត់គឺត្រូវបានមានក្រុមក្មេងទំនើងមួយក្រុមដែលមានគ្នា4នាក់ជិះម៉ូតូ2គ្រឿងបានធ្វើសកម្មភាពនៅក្នុងការដេញវាយគាត់កាត់សាញក៏បណ្ដាលឲ្យគាត់មានការភ័យស្លន់ស្លោដែលបណ្ដាលឲ្យជិះមកបុកទៅលើរថយន្តស៊េរីទំនើបរបស់អុកញ៉ាដ៏ល្បីឈ្មោះម្នាក់គឺជាប្រភេទរថយន្តរ៉ូរ៉យបាទតម្លៃខ្ទង់លានដុល្លារប្រិមិត្តគឺមានតែទុកឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវទៅលើកាមេរ៉ាសុវត្ថិភាពតែប៉ុណ្ណោះថាតើគាត់បានដេញវាយគ្នាពិតប្រាកដឬមួយក៏គាត់ជិះមកបុកឡានគេពិតប្រាកដឬមួយក៏យ៉ាងណានោះប្រិមិត្តយើងទុកឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវបាទដើម្បីឲ្យដឹងពីមូលហេតុឲ្យច្បាស់ថាតើក្មេងទំនើងដេញវាយគ្នាបាទមកបុកឡានគាត់ឬមួយក៏ជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យឬមួយក៏យ៉ាងណានោះបាទបើសិនជាករណីក្មេងទំនើងសូមឲ្យកម្លាំងសមត្ថកិច្ចឲ្យស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើងដែលធ្វើសកម្មភាពនៅក្នុងការដេញមកវាយទៅលើពួកគាត់នេះបាទបើសិនជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យអានឹងទុកឲ្យកម្លាំងសមត្ថកិច្ចគាត់ធ្វើការទៅតាមជំនាញគាត់បន្ថែមទៀតទៅចុះ